bạnជំរាបសួរបងបាទជំរាបសួរបាទបងមានឈ្មោះអីដែរបងខ្ញុំឈ្មោះប៊ុនរិទ្ធអូឈ្មោះប៊ុនរិទ្ធបងមានអាយុប៉ុន្មានហើយបងខ្ញុំអាយុ35ឆ្នាំបាទបងចង់ដឹងថាបងនៅទីនេះគេហៅភូមិឃុំអីដែរបងនេះគឺភូមិដំណាក់ចាស់ឃុំសម្បួរស្រុកកន្លែងខេត្តសៀមរាបបាទនៅខាងខេត្តសៀមរាបបងចង់ដឹងថាពីមុនមកបងមិនទាន់បានប្រើផលិតផលណាកូស៊ីនេះបងមានបញ្ហាអាឡែស៊ីអីខ្លះដែរបងបញ្ហាអាឡែស៊ីច្រមុះហើយនឹងដុសសាច់ច្រមុះបាទបញ្ហាអាឡែស៊ីហើយនឹងដុសសាច់អាលៀកអំពងកដុសសាច់ច្រមុះហ្នឹងវាធ្វើទុកមិនដែរបងនិយាយរួមទៅគឺពិបាកខ្លាំងដោយសារវាស្ថានភាពវាច្រើនប៉ុន្តែអ្វីដែលពិបាកខ្លាំងហ្នឹងគឺយើងដេកអត់បានដោយសារតែវាតឹងច្រមុះអញ្ចឹងពិបាកក្នុងការដេកហើយពេលខ្លះវាធ្វើទុកវាធ្វើឲ្យយើងហួលមកភ្នែកនៅពេលដែលធ្វើទុកខ្លាំងគឺភ្នែកយើងហៀទឹកភ្នែកមកមើលអីស្វាំងអញ្ចឹងមកបាទវាលក្ខណៈធ្ងន់ធ្ងរបាទអាហ្នឹងផលរំខានដែលបងបានកើតនឹងបងហ្នឹងហើយរួមក្រៅពីហ្នឹងវាមានឈឺក្បាលមានអីចឹងណាបាទច្រើនបាទមានរបស់តិចលំោះភ្នែកនេះបងមានតិចហើយនឹងច្រមុះភ្នែកគឺលំោះហ្មងខ្លាំងនិយាយរួមពេលខ្លះយើងញីភ្នែករហូតដល់ក្រហមមើលបាត់ចង់ឃើញបាទហើយជួបបងហូបរបស់តិចរបស់ផ្អាប់អីបានទេបងពិបាកយើងហូបបានប៉ុន្តែគាត់តែពេលហូបហើយវាធ្វើទុកខ្លាំងបាទបងអញ្ចឹងបងប្រើផលិតផល Nacosi នេះបងប្រើប្រមាណគ្រាប់ទៅដឹងពីលទ្ធផលថាបានធូរបាននិយាយរួមទៅតាមខ្ញុំចាំមកប្រហែលជាខ្ញុំប្រើបានមួយអាទិត្យយើងដឹងពីលទ្ធផលថាវាជួយកាត់បន្ថយការតឹងច្រមុះហើយនឹងការកណ្ដាស់ខ្លាំងរបស់យើងបាទហើយបន្ទាប់មកខ្ញុំក៏ញ៉ាំវាបានអស់2កំប៉ុងបាទទាំង2កំប៉ុងរហូតមកដល់បច្ចុប្បន្ននេះអ្វីដែលខ្ញុំរៀបរាប់ពីខាងដើមដូចជាតឹងច្រមុះផ្ដាសាយកណ្ដាស់ហើយនឹងការលំោះភ្នែកលំោះច្រមុះតិចអីហ្នឹងវាកាត់បន្ថយច្រើនប៉ុន្តែដោយសារតែខ្ញុំកើតអារោគហ្នឹងវាច្រើនឆ្នាំហើយវាតាំងពីឆ្នាំ2006មករហូតមកដល់ឥឡូវវា20ឆ្នាំហើយសម្រាប់ខ្ញុំអូបាទកើតយូរហើយដែរបងអញ្ចឹងបាទកើតយូរមែនទែនបាទហើយជួបបងកើតយូរជាងគេហ្នឹងធ្វើទុកអីគេដែរទៅបងគឺវាធ្វើទុកដូចខ្ញុំបានរៀបរាប់មកអញ្ចឹងយើងពិបាកក្នុងការដេកហើយការចងចាំរបស់យើងក៏បាត់បង់ច្រើនជួនកាលយើងឈឺក្បាលដូចអត់មានមូលហេតុអីចឹងណាតែចំណុចដែលខ្លាំងបំផុតគឺដង្ហើមរបស់យើងហ្នឹងគឺយើងពិបាកដកដង្ហើមបាទដោយសារវាតឹងច្រមុះហើយពេលដែលយើងនិយាយមកគឺសំឡេងយើងក៏ងូអញ្ចឹងទៅមកបាទប៉ុន្តែបច្ចុប្បន្ននេះខ្ញុំមានអារម្មណ៍ថាវាប្លែកច្រើនដោយសារតែខ្ញុំបង្រៀនផងអញ្ចឹងទៅការនិយាយរបស់ខ្ញុំវាអត់សូវមានបញ្ហាទេពីមុនកំប៉ុងករបស់យើងនៅពេលដែលយើងចាប់ដើមនិយាយវាហាក់បីដូចជាមាន slash មានជាប់នៅនឹងរហូតពេលដែលនិយាយគឺត្រូវកាហាមអញ្ចឹងមកអូបងតាក់តងនឹងកំប៉ុងកដែរអញ្ចឹងបងដោយសារបងបរៀនច្រើនអីទៅបាទធ្វើឲ្យកំប៉ុងកយើងដូចថាពិបាកបាទមានអាលៀកមានអីដែរបងកំប៉ុងកបងធ្លាប់ទៅពេទ្យគេថាមានអាលៀកមានអីខ្លះដែរពីមុនណាប៉ុន្តែពេលហ្នឹងក៏ពេទ្យគេឲ្យថ្នាំបំបត្តិអាលៀកអីចឹងទៅតែវាមិនអាចជាដាច់ទេបាទដល់ពេលយើងងាកមកប្រើផលិតផល Nacosi នេះគឺបានធូរច្រើនបានជាច្រើនទេបងខ្ញុំគិតថាយ៉ាងអន់ណាស់ក៏70ទៅ80%ដែរសម្រាប់ខ្ញុំផ្ទាល់បាទជួបពីមុនមកបងធ្លាប់ប្រើនៅផលិតផលអីផ្សេងក្រៅពីផលិតផល Nacosi ដែរបងច្រើននិយាយរួមទៅផលិតផលដែលខ្ញុំប្រើកន្លងមកឲ្យតែឃើញតាមអនឡាញមានគេផ្សព្វផ្សាយអីទាំងពី spray បាញ់ច្រមុះបាញ់អីគឺខ្ញុំប្រើច្រើនមែនទែនប៉ុន្តែគ្រាន់ថាវាបានត្រឹមតែមកជួយពេលខ្លះយើងតឹងច្រមុះខ្លាំងចឹងបានត្រឹមមកធូរ1ម៉ោង2ម៉ោងអញ្ចឹងទៅបាទក្រោយមកក៏វាដដែលអញ្ចឹងទៅប៉ុន្តែនិយាយដោយស្មោះត្រង់អាហ្នឹងមិនមែនជាការបញ្ចូលឬក៏កុហកថែមអីអត់ទេគឺនិយាយតាមការពិតនៅពេលដែលខ្ញុំផឹកអាថ្នាំនេះទៅវាជួយច្រើនមែនបាទដូចបច្ចុប្បន្ននេះខ្ញុំអាចផឹកទឹកត្រជាក់ទឹកកកឬក៏ភេសជ្ជៈអីដែលត្រជាក់ក៏វាអត់ធ្វើទុកដូចពីមុនដែរពីមុនគឺប៉ះបានហ្មងបាទហើយតែមានរបស់ណាដែលត្រជាក់បោះផ្អាប់បោះអីដាក់ទៅគឺដឹងតែយប់ឡើងគេហូរទឹកភ្នែកហ្មងបាទតែឥឡូវបងបាត់អស់ជាអស់ហើយចឹងបងវាមិនថាជាអស់ទេព្រោះសាច់ច្រមុះខ្ញុំនៅមើលឃើញប៉ុន្តែគ្រាន់ថាអាសភាពដែលធ្វើទុកហ្នឹងគឺវាអស់70ទៅ80%បាទចឹងធូរជាបានច្រើនបងបាទចឹងបងជាចុងក្រោយហ្នឹងបងមានពាក្យពេចន៍អីសម្រាប់ផ្ដាំទៅពុកម៉ែបងប្អូនឲ្យគាត់មិនទាន់បានប្រើមិនទាន់បានឃើញនៅផលិតផល Nacosi ហ្នឹងប្រើបានជាដូចបងណាបាទចឹងខ្ញុំសូមផ្ដាំដល់បងប្អូនដែលមានអាការៈដូចជាខ្ញុំផ្ទាល់ដូចជាអាការៈអាឡែស៊ីច្រមុះឬក៏ដោះសាច់ច្រមុះអីជាដើមហ្នឹងហើយពីទុកលំបាកផ្សេងបងប្អូនដឹងហើយអញ្ចឹងអាចសាកល្បងប្រើនៅ Nacosi នេះពីព្រោះអីខ្ញុំជាអ្នកដែលកើតផ្ទាល់វា20ឆ្នាំហើយខ្ញុំបរិភោគទៅឃើញថាវាមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់បាទអញ្ចឹងបងបានធូរបានជាច្រើនហើយបងបាទអញ្ចឹងអរគុណច្រើនបងសម្រាប់ការចែករំលែកដល់បងហ៎បងអរគុណច្រើនបងបាទអរគុណច្រើន